บองปอนให้ดิខ្ញុំបង្ហាញស្នាដៃខ្លួនឯងបាទស្នាដៃខ្លួនឯងហ្នឹងក៏បាទធ្លាប់ក៏បើរៀនសួនហ្នឹងយូរឆ្នាំឥឡូវនៅតែធ្វើសួនបាទមិនធ្វើសួនខ្លួនឯងទេធ្វើការឲ្យក្រុមហ៊ុនការពិតទៅបងប្អូនចំពោះរុក្ខជាតិមួយនេះខ្ញុំសូមនិយាយបន្តិចរុក្ខជាតិនេះគេរុក្ខជាតិប្រភេទវល្លិបាទរុក្ខជាតិនេះយើងអាចដាំតាមដើមត្នោតក៏បានដាក់កន្ត្រកឬក៏ដាក់ផើងក៏បានដែរបាទហើយធ្វើបែបនេះក៏បានតែតាមបច្ចេកទេសរុក្ខជាតិមួយនេះបងប្អូនវាទាមទារនៃការដោះលូតលាស់ដែលអាចប្រើប្រាស់បាននោះគឺរយៈពេល3ខែឡើងបាទហើយ3ខែទន្ទឹមនឹងបាន3ខែនោះថែដិតដល់បាទទាំងទឹកបាទទាំងទឹកក៏ប៉ុន្តែខ្ញុំសូមនិយាយពីបទពិសោធន៍បាទបទពិសោធន៍ដែលយើងធ្លាប់បានទៅស្វែងយល់ណាអ្នកប្រទេសជិតខាងប្រាប់បងប្អូនចុះនៅប្រទេសសៀមបាទខ្ញុំធ្វើនៅក្រុមហ៊ុនហ្នឹងគេនៅតាមតំបន់ជីដែនណាតាមខេត្តជីដែនស្រុកខ្មែរយើងគេមានកន្លែងផ្សំផ្កាច្រើនណាបាទជាជនគេបើថាតំបន់អ្នកផ្សំផ្កាกระดาษហ្នឹងគឺផ្កាกระดาษហ្មងអ្នកផ្សំផ្កាពួកនេះគឺផ្កាហ្នឹងហ្មងដើម្បីគេនាំចេញទៅមកយើងទៅវៀតណាមទៅក្រៅប្រទេសផ្សេងៗណាបាទហើយប៉ុន្តែបច្ចេកទេសគេខ្លាំងណាបងប្អូនសៀមដឹងហើយសៀមសម្បីតែការផ្សំគឺថែដិតដល់ខ្លាំងភាគច្រើនគេមិនសូវប្រើមនុស្សទេបងប្អូនគេប្រើប្រព័ន្ធនេះណាប្រព័ន្ធស្រោចស្រពរបស់គេtechnology របស់គេច្បាស់លាស់បាទហើយប្រព័ន្ធស្រោចស្រពគេសឹងថាគេមានស្បែកក្របបាទស្រោចដូចគេ hydroponic បងប្អូនសម្រាប់ hydroponic សម្រាប់ពួកបន្លែគឺដាក់មកសាច់យកមកកំណត់ម៉ោងនាទីបាទអញ្ចឹងវាទៅនៅជាងយើងអញ្ចឹងវាលឿនហើយជីក៏ខ្លាំងដែរហើយជីមុលមុងគេងាយប្រាប់យើងទេពួកសៀមបាទសៀមទេជីដាក់បន្លែដល់អីណាបាទអញ្ចឹងទេជាបទពិសោធន៍ហើយបទពិសោធន៍នេះខ្ញុំធ្លាប់ធ្វើដែរសារខ្ញុំនៅទីក្រុងភ្នំពេញបាទនៅ Center Garden Center Cafe ប្រាំងកត្រកបាទប៉ុន្តែទៀមទាយូរខែរាប់បានបាទហើយប្រើសកេដូងបែបនេះហើយអត់មានគ្រាប់អីទេបាទហើយគេយូរតាមរេស្តូរ៉ង់នេះស្អាតម្យ៉ាងដែរជាបទពិសោធន៍បងប្អូនណាចែកគ្នាមើលទៅបាទហ្នឹងហើយ3 4ខែហើយយើងបើយើងមានច្រើនយើងដាក់ឲ្យច្រើនតិចទៅគេហៅមលូគេហៅមលូកាឡាហូលគេមលូប៉ារ៉ាអីចឹងទៅបាទមលូប៉ារ៉ាមលូវាបាទហើយបាទភេទនេះគេហៅមលូឆែកនេះបងប្អូនហើយអានេះស្ដាច់នេះហើយថ្លៃណាបងប្អូនបានមួយហ្នឹងក៏ពេញនិយមដែរតែកត្រកយើងគាត់ថាទិញកត្រកគេប្រហែល1000នេះចឹងបច្ចេកទេសបាទហើយហ្នឹងហើយប្រាប់សួនខ្លះដែរឥឡូវគេតែសួនដដែលហ្នឹងហើយសួនក៏ពិតទៅបងប្អូនបើយើងចេះអត់បានដិតដល់រកលុយបានដែរតើបាទរកលុយបានប៉ុន្តែបើសិនជាយើងធ្វើឲ្យក្រុមហ៊ុនរកលុយអត់បានទេដោយសារតែយើងបដោតទៅលើការងារយើងឲ្យច្បាស់បន្តិចបាទឡើងតែគិតគូច្រើនប៉ះពាល់បាទជាបទពិសោធន៍ទេបងប្អូនអញ្ចឹងទេក៏គាត់តែជាទ្រឹស្ដីខ្លះបទពិសោធន៍ខ្លះដើម្បីកុំឲ្យចាញ់ក្រៅប្រទេសពេកបាទកុំឲ្យចាញ់អ្នកជិតខាងយើងណាបងប្អូនអ្នកជិតខាងយើងគេផ្សំឬក៏គេដាំគេមានទីផ្សារស្រេចបងប្អូននាំចេញគឺនាំមកខ្មែរយើងបាទទៅវៀតណាមខ្លះទៅក្រៅប្រទេសខ្លះបាទគេសម្បូរហើយភាគច្រើនបងប្អូនខ្មែរយើងយកពីគេហ្នឹងតែឥឡូវគេបិទខ្ទប់chứតែខ្ញុំដឹងគឺយកមកពីវៀតណាមមកវិញវៀតណាមល្អជាងថៃព្រោះវាប៉ុន្តែគុណភាពអាចចាញ់ខាងលិចហើយបាទលិចមិនសូវនេះទេតែវាបានយូរជាងដែលខ្ញុំធ្លាប់ប្រើណាបាទតែបើសិនជាបងប្អូនខ្មែរយើងមានដីច្រើនគួរតែធ្វើអញ្ចឹងទៅបងប្អូនអ្នករុកស៊ីអញ្ចឹងទៅបាទហ្នឹងហើយអរគុណច្រើនហើយខ្ញុំសាប់បានប្រហែលកតោណានេះអានេះយូរណាស់ហើយអានេះយូរនេះហើយខ្ញុំប្រើសកេដូងដូចសកេដូងអញ្ចឹងសកេដូងនេះខ្ញុំទិញពីនៅបដាណានេះបាទឃើញទេបាទហើយសកេដូងបងប្អូនចង់បានតាក់ទងអ្នកបដាឬក៏តាក់ទងមកខ្ញុំប្រាប់ជួយអមចាស់បាទជួយអមចាស់គាត់เป็นអ្នកយាយតាទេគាត់ពុះដូងទុំលក់ឲ្យគេអញ្ចឹងណាអរគុណ